ប្លែកមែនចំមាសកំពុងឡើងថ្លៃនៅសៀងហៃមានម៉ាស៊ីន ATM ដាក់មាសចេញលុយអ្នកចង់ប្រើត្រូវកក់មុនច្រើនថ្ងៃជាមួយនឹងគំនិតច្នៃប្រឌិតមិនធ្លាប់បានឃើញពីមុនម៉ាស៊ីន ATM មាសដំបូងគេនៅទីក្រុងសៀងហៃបានតាក់ទាញយ៉ាងខ្លាំងទៅដល់បណ្ដាមហាជនជាពិសេសប្រជាជនវ័យចំណាស់ដែលមានគ្រឿងអលង្ការចាស់ៗហើយកំពុងតែមានបំណងចង់លក់បង្វិលយកសាច់ប្រាក់ចំពេលទីផ្សារមាសពិភពលោកកំពុងឡើងថ្លៃខ្លាំងនេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Expressដោយស្ថិតនៅក្នុងទីផ្សារទំនើប Global Harbour នៃទីក្រុងសៀងហៃម៉ាស៊ីននេះបានធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងដោយពេលខ្លះត្រូវឈររង់ចាំនិងត្រូវធ្វើការកក់ទុកជាមុនជាច្រើនថ្ងៃសិនដើម្បីអាចប្រើប្រាស់សេវាកម្មមួយនេះបានដើម្បីអាចប្រើប្រាស់ម៉ាស៊ីន ATM ដាក់មាសប្តូរចេញជាលុយបានអ្នកប្រើប្រាស់ត្រូវបញ្ចូលគ្រឿងអលង្ការរបស់ពួកគេទៅក្នុងកន្លែងណែនាំរួចទូម៉ាស៊ីននឹងថ្លឹងទម្ងន់បន្ទាប់មកវានឹងរំលាយហើយពិនិត្យថាស្ថិតនៅក្នុងកម្រិតមាសប្រភេទបែបណាក្រោយប្រតិបត្តិការរួចម៉ាស៊ីននេះនឹងគណនារួចផ្ដល់ប្រាក់ជាថ្នូរត្រឡប់មកវិញតាមហាងឆេងទីផ្សារមាសជាក់ស្ដែងដោយដំណើរការពីដើមរហូតដល់ចប់ម៉ាស៊ីនត្រូវការពេលវេលាជាមធ្យមប្រហែល30នាទីនិងយកថ្លៃសេវាចំនួន$2កន្លះឬ$10,000រៀលពេលប្រើប្រាស់ម្ដងសូមជម្រាបថាម៉ាស៊ីន ATM មាសគ្រប់គ្រងដោយក្រុមហ៊ុន King Hood Group លោកសៀឆឹងឆឹងអ្នកគ្រប់គ្រងប្រតិបត្តិការនៅទីក្រុងសៀងហៃរបស់ក្រុមហ៊ុន King Hood បានបញ្ជាក់ថាក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយដោយមានបំណងដំឡើងម៉ាស៊ីន ATM មាសឲ្យបានច្រើនជាង100គ្រឿងនៅពីពេញទីក្រុងសៀងហៃខណៈបច្ចុប្បន្នម៉ាស៊ីន ATM ប្រភេទនេះបានដាក់រួចហើយនៅតាមទីក្រុងប៉េកាំងខ្វាងជូវ សិនចិននិងហុងកុង